ជំរាបសួរនាងខ្ញុំឡៃបាននេះចាថ្ងៃនេះសូមលើកយកនៅប្រធានបទមួយដែលជាពាក្យមួយឃ្លាថាជាតិនេះហួសពេលហើយចានៅពេលដែលបងប្អូនទាំងអស់គ្នាបានឮនៅប្រយោគមួយនេះយើងក៏អាចដឹងចិត្តអ្នកដែលនិយាយគឺកំពុងតែជួបនៅបញ្ហាដែលខកចិត្តឬក៏គិតថាខ្លួនឯងមិនអាចបន្តនៅក្តីស្រមៃឬក៏អ្វីដែលខ្លួនឯងចង់ធ្វើទេហើយក៏គិតថាមួយឆាកជីវិតនេះប្រហែលជាមិនមានឱកាសនឹងទៅធ្វើកិច្ចការងារនោះឡើយថ្ងៃនេះសូមភ្ជាប់ទៅលើអ្នកដែលនិយាយប្រយោគនេះនឹងការអប់រំមានមនុស្សច្រើនមែនទែនដែលគាត់មិនអាចទៅសិក្សានៅសាលាបានវែងឆ្ងាយបានថ្នាក់ខ្ពស់ហើយគាត់ក៏គិតថាស្ថានភាពរបស់គាត់ឧទាហរណ៍តកតងនឹងអាយុតកតងទៅនឹងជីវភាពរស់នៅដូច្នេះគាត់គិតថាគាត់មិនមានឱកាសនឹងសិក្សាបន្តឲ្យបានខ្ពស់ដូចជាគេដូចជាឯងនោះទេអញ្ចឹងក៏គិតថាជាតិនេះហួសពេលហើយចាថ្ងៃនេះសូមបដោតទៅលើស្ត្រីផងដែរចានៅពេលដែលយើងមានគ្រួសារមានកូនយើងក៏គិតថាពេលវេលារបស់យើងគឺអស់សម្រាប់គ្រួសារអស់សម្រាប់កូនអញ្ចឹងយើងមិនមានឱកាសនៅក្នុងការបន្តការសិក្សាទៅទៀតទេតែនាងខ្ញុំលើកយកនៅប្រធានបទនេះមកនិយាយក៏សូមលើកទឹកចិត្តទៅដល់បងប្អូនមិត្តនារីរបស់យើងគ្រប់គ្នាគ្មាននរណាម្នាក់ដែលអាចកំណត់ពេលវេលាថាយើងមានឬក៏មិនមាននោះទេដរាបណាយើងខ្លួនឯងនៅតែមានភាពមុតមមនៅក្នុងកិច្ចការងារដែលយើងចង់ធ្វើឲ្យវាសម្រេចបានយើងនឹងអាចសម្រេចបានសម័យនេះគឺជាសម័យបច្ចេកវិទ្យាទំនើបដែលមានឧបករណ៍ច្រើននិងសម្ភារៈប្រើប្រាស់ជាច្រើនដែលអាចផ្ដល់ឱកាសឲ្យយើងទទួលបានការសិក្សាគឺមានន័យថាការសិក្សាក្រៅសាលាឥឡូវខ្ញុំលើកឧទាហរណ៍មួយអ្នកទាំងអស់គ្នាក៏ចង់ចេះនៅជំនាញចុងភៅតែបច្ចុប្បន្ននេះអ្នកទាំងអស់គ្នាមិនចាំបាច់ទៅអង្គុយនៅសាលាចុងភៅទេបើត្រឹមតែចង់ធ្វើម្ហូបឲ្យតាមសេចក្តីត្រូវការរបស់ខ្លួនឯងនិងបម្រើក្រុមគ្រួសារក៏អាចចូលទៅកាន់វីដេអូនៅលើប្រព័ន្ធអ៊ីនធឺណិតជាពិសេសគឺ YouTube ឬក៏ Facebook ដែលជាប្រព័ន្ធពេញនិយមហើយក៏រៀនតាមវាបានអញ្ចឹងមុខវិជ្ជាផ្សេងៗក៏ដូចគ្នាដែរឧទាហរណ៍ថាចង់សិក្សាភាសាបន្ថែមក៏ទៅមើល YouTube ទៅមើល Facebook អញ្ចឹងមានវីដេអូជាច្រើនដែលគេបង្ហាត់បង្រៀនយើងអញ្ចឹងយើងឃើញថាឱកាសរបស់យើងគឺមិនចប់ត្រឹមតែមានគ្រួសារមានប្តីមានកូននោះទេចា៎អញ្ចឹងយើងឃើញថាការសិក្សាបច្ចុប្បន្នគឺសម្បូរបែបមែនទែនអញ្ចឹងយើងអាចស្វែងរកនៅព័ត៌មានស្វែងរកនៅថ្នាក់រៀនដែលមិនចាំបាច់ឲ្យយើងចំណាយថវិកាច្រើនចំណាយពេលវេលាច្រើននោះទេប៉ុន្តែសួរថាពេលវេលារបស់យើងមានតែ24ម៉ោងទេការងារនៅក្នុងគ្រួសារក៏ច្រើនការងារជាម្ដាយផងការងារជាប្រពន្ធផងការងារជាកូនប្រសារផងនៅកិច្ចការងារនៅក្នុងសហគមន៍សង្គមជាប្រជាពលរដ្ឋដែលត្រូវចូលរួមកម្មវិធីជាច្រើនផងតើមានពេលណានឹងសិក្សាដូច្នេះបើសិនជាយើងមិនបានរៀបចំពេលវេលាត្រឹមត្រូវទេកិច្ចការងាររវល់ជាច្រើននឹងស៊ីពេលវេលារបស់យើងដោយយើងភ្លេចនឹងការអភិវឌ្ឍខ្លួននឹងតែម្ដងចា៎ឥឡូវមិញខ្ញុំលើកឡើងអំពីឧបករណ៍ទំនើបរួចហើយប៉ុន្តែថាតើយើងប្រើប្រាស់ឧបករណ៍ទំនើបនឹងដោយរបៀបណាឧទាហរណ៍ថាបើយើងនៅតែចង់ឲ្យខ្លួនយើងបានជាមនុស្សដែលមានការអភិវឌ្ឍខ្លួនរហូតកុំភ្លេចត្រូវតែព្យាយាមសិក្សាឲ្យបានគ្រប់កលៈទេសៈតែម្ដងឧទាហរណ៍កលៈទេសៈខ្លះយើងបោកខោអាវចាយើងធ្វើម្ហូបចាជាពេលវេលាដែលយើងធ្វើសកម្មភាពមួយចង់ទៅលើសកម្មភាពមួយប៉ុន្តែយើងអាចធ្វើសកម្មភាពផ្សេងទៀតបានអញ្ចឹងយើងអាចដាក់ការស្ដាប់មេរៀនហើយមេរៀនណាដែលយើងអាចស្ដាប់បានឧទាហរណ៍ថាការស្ដាប់ការសួរឆ្លើយអំពីមេរៀនជីវិតពិតគឺការសិក្សាប្រធមគឺយើងនៅតែមានពេលវេលាអាចធ្វើបានបងប្អូនមួយចំនួនគឺគាត់គិតថាមានកូនឥឡូវនេះកូនគាត់នៅទូចហើយអាយុគាត់ក៏ច្រើនដែរគាត់គិតថាជាតិនេះមើលទៅអាចថាមិនមានឱកាសពេលវេលាហ្នឹងរៀនសិក្សាប្រធមឲ្យចេះបានច្រើនទេហើយអ្នកខ្លះទៀតក៏គិតថាខ្លួនឯងហ្នឹងអាចនឹងមិនបានសិក្សាប្រធមអីបានច្រើនទេព្រោះរៀនមិនចេះមិនចាំជាតិនេះចេះអក្សរខ្មែរតិចផងហើយការចងចាំហ្នឹងក៏តិចទៀតអញ្ចឹងទៅក៏អន់ចិត្តថាក៏គិតថាខ្លួនឯងមិនអាចបន្តការសិក្សាហ្នឹងឲ្យបានល្អដូចគេដែលគេមានពេលវេលាខ្ញុំសូមលើកទឹកចិត្តបងប្អូនមិត្តនារីយើងខ្ញុំជឿជាក់ថាពេលវេលារវល់ខ្លាំងណាស់បងប្អូនបារក៏រវល់ដូចគ្នាដែរថ្ងៃនេះខ្ញុំនិយាយអំពីបងប្អូនមិត្តនារីពីព្រោះខ្ញុំជឿជាក់ថាអ្នកម្ដាយគឺកំពុងតែមមាញឹកហើយខ្ញុំក៏ជាអ្នកម្ដាយមួយរូបដែរបច្ចុប្បន្នខ្ញុំឃើញថាពេលវេលាហ្នឹងពិតជាចង្អៀតតាន់តាប់ខ្លាំងណាស់ហើយក៏នឹកឃើញទៅដល់ពាក្យហ្នឹងដែលកាលពីមុនខ្ញុំអាសាលឺហើយបច្ចុប្បន្ននេះក៏នៅតែលឺនៅឃ្លាដែលខ្ញុំលើកឡើងហ្នឹងដោយសារគាត់គិតថាភាពរវល់នៅក្នុងជីវិតរបស់គាត់បើសិនជាគាត់យកពេលវេលាហ្នឹងទៅរវល់អភិវឌ្ឍខ្លួនសិក្សាខ្លួនឯងគាត់នឹងបាត់បង់ឱកាសឲ្យកូនគាត់ហើយគាត់មិនអាចបំពេញតួនាទីនៅក្នុងគ្រួសារជាប្រ
ប្រពន្ធល្អជាម្ដាយល្អឬក៏ថាបន្ថែមនៅជាមួយម្ដាយក្មេកពុកក្មេកអញ្ចឹងទៅជាកុំប្រសាល្អអីចឹងទៅអញ្ចឹងត្រូវតែឆ្លៀតពេលវេលាហើយខ្ញុំសូមលើកឡើងថាគ្មាននរណាម្នាក់អាចកំណត់ពេលវេលារបស់យើងថាជាតិនេះហួសពេលនោះទេហើយឱកាសនៅក្នុងការសិក្សាអប់រំជាពិសេសគឺខ្ញុំលើកទឹកចិត្តថាបើមិនបានសិក្សានៅក្នុងសាលាផ្នែកមុខវិជ្ជាណាមួយឲ្យបានខ្ពង់ខ្ពស់ទេបច្ចុប្បន្ននេះគឺការសិក្សានៅមេរៀនជីវិតពិតគឺការសិក្សានៅធម្មជាតិពិតនៃជីវិតរបស់យើងគឺសម្បូរបែបណាស់អាចចូលរៀនថ្នាក់ណានៅក្នុងប្រព័ន្ធអ៊ីនធឺណិតឬក៏ថាអាចស្ដាប់នៅវីដេអូដែលគេបានរៀនឡើងវិញពីព្រោះវាគឺជាអាហារផ្លូវចិត្តដែលអ្នកម្ដាយកំពុងតែរវល់នៅក្នុងជីវិតហ្នឹងគឺត្រូវការខ្លាំងមែនទែនចា៎អញ្ចឹងបើសិនជាជាតិនេះហួសពេលតើគិតថាជាតិក្រោយមានពេលណាចាបើយើងមិនសន្សំឧបនិស្ស័យពីជាតិនេះផងហើយយើងគិតថាចាំជាតិក្រោយទៅចាំយើងអាចមកធ្វើកិច្ចការងារនឹងហើយអ្នកទាំងអស់គ្នាដឹងថាមានជាតិក្រោយហាក់បីដូចជាដឹងថាមានជាតិក្រោយនឹងច្បាស់ណាស់អញ្ចឹងហើយតើវាពិតទេដែលយើងមិនដាសន្សំឧបនិស្ស័យអ្វីតទៅសោឧទាហរណ៍ថាចង់មានឱកាសរៀនប្រធមប៉ុន្តែយល់ថាខ្លួនឯងកលៈទេសៈបច្ចុប្បន្ននេះហួសពេលហើយមិនអាចរៀនបានទេចាំជាតិក្រោយសួរថាជាតិក្រោយមានទេវាដូចយើងដាំពូជស្រូវអញ្ចឹងយើងអាចដាំស្រូវយើងអាចធ្វើស្រែផងហើយយើងគិតថាចាំឆ្នាំក្រោយចាំមានពូជស្រូវព្រោះនឹងគេធ្វើស្រែនឹងគេនឹងដូចគ្នាអញ្ចឹងបើយើងអត់ផ្សាយផ្សំសន្សំពូជអ្វីដែលយើងចង់ពីឥឡូវនឹងផងហើយយើងគិតថាចាំជាតិក្រោយវាមិនអាចទៅរួចនោះទេចាច្បាប់ធម្មជាតិបើយើងមិនធ្វើហេតុផងថាតើឲ្យវាកើតឡើងដោយរបៀបណាចាអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកទឹកចិត្តអ្នកដែលកំពុងតែគិតថាខ្លួនឯងហួសពេលមិនថាធ្វើអ្វីទេខ្ញុំលើកតែរឿងការអប់រំមួយទេប៉ុន្តែវាមានស្ថានភាពច្រើនយ៉ាងហើយក៏គិតថាបញ្ហារបស់បងប្អូនផ្សេងគ្នាការប្រើប្រយោគមួយនេះគឺបង្ហាញអំពីការបាក់ទឹកចិត្តអញ្ចឹងសូមកុំឲ្យខ្លួនឯងធ្លាក់ខ្លួនទៅជ្រៅរហូតដល់មិនអាចបន្តមិនអាចរៀបចំពេលវេលាឲ្យមានពេលវេលាល្អសម្រាប់ខ្លួនឯងនោះចាសូមបានគិតថាដរាបណាអ្នកទាំងអស់គ្នានៅមានដង្ហើមដកគឺមិនមានពេលវេលាណាមួយដែលហួសពេលសម្រាប់ធ្វើកិច្ចការអ្វីនោះទេចាសូមអរគុណសូមជម្រាបលា